បាទជំរាបសួរបងប្អូនបាទបងប្អូនហើយបងប្អូនបាទហើយគិតថាគ្រូរីគីហាក់ដូចជាកំសត់ប៉ុន្តែបើខ្ញុំគិតទៅថាកំសត់ក៏ដូចជាមិនកំសត់ដែរបាទហើយថ្ងៃនេះលោកគ្រូរីគីក៏លោកបានប្រកាសកីឡាករ3នាក់ដែលស្ថិតនៅក្បែរបន្ទាត់ក្រហមកីឡាករណាខ្លះបាទបងប្អូនដឹងហើយចឹងខ្ញុំមិនបាច់ជម្រាបទេខ្ញុំគិតថានាំឲ្យកីឡាករគាត់អន់ចិត្តចឹងមិនអីទេកីឡាករទាំង3ហ្នឹងគាត់ដឹងខ្លួនហើយក៏លោកគ្រូរីគីក៏បានប្រកាសក្តែងដែរហើយសូមឲ្យបងប្អូនទាំង3ព្យាយាមខិតខំបាទប្រឹងប្រែងធ្វើយ៉ាងណាឲ្យខ្លួននោះคล้ายខ្លួនទៅជាអ្នកល្បីបាទល្បីតាមកប្រើទៅគឺល្បីប៉ុន្តែមិននឹងជាល្មិចបានជាអញ្ចឹងបានជាក្រោយពីល្បីបានមកប្រើទៅវាទៅជាប្រកាច់ទៅបាទនឹងជាយ៉ាងម៉េចបាទខ្ញុំមិនយល់ដែរតែបើយើងពិនិត្យទៅលើសកម្មភាពនៃក្លឹបរបស់លោកគ្រូរីគីគឺមានរង្វាន់វាយឈ្នះសន្លប់លឿនជាងគេក៏មានរង្វាន់អ្នកបន្ទាប់ក៏មានរង្វាន់ហើយមួយទៀតគឺមានថាទស្សនិកជនគាត់ពិនិត្យមើលទៅឃើញកីឡាករគាត់ស្រឡាញ់គាត់ពេញចិត្តឃើញខិតខំវឹកហាត់អញ្ចឹងមានបាទរង្វាន់ឧបត្ថម្ភថែមទៀតបាទមិនធម្មតាទេណាអញ្ចឹងយើងទាំងអស់គ្នាធ្លាប់ឃើញរៀងរាល់សប្តាហ៍ថ្ងៃច័ន្ទគឺលោកគ្រូរីគីគាត់ចាប់ផ្ដើមចែករង្វាន់ណាបាទចែករង្វាន់ណាអញ្ចឹងមានន័យថាគ្រូរីគីក្លឹបគ្រូរីគីមិនធម្មតាទេណាមានរង្វាន់ប្រចាំសប្តាហ៍ដែលអ្នកវាយសន្លប់លឿនជាងគេហើយអ្នកប្រឹងខិតខំប្រឹងប្រែងវឹកហាត់ហើយធ្វើឲ្យទស្សនិកជនមានតែសេចក្តីស្រឡាញ់អាហ្នឹងគឺគេមានរបស់គេមានរង្វាន់របស់គេប៉ុន្តែហេតុអីបានជាបងប្អូនប្រមាណអ្នកហ្នឹងណាខិតខំគាត់ខិតខំប្រឹងប្រែងយឹតយោងឲ្យល្បីខ្យល់ខ្ចាយខ្ទោខ្ទារលុយកាក់បានហើយបែរទៅជាចង់តែប្រកាច់អញ្ចឹងបាទអញ្ចឹងសូមមកវគ្គក្រោយនេះទៀតសូមកុំឲ្យសោះកុំឲ្យខ្លួនយើងខិតទៅរកបន្ទាត់ក្រហមបាទដោយគ្រូគីគាត់បញ្ជាក់អញ្ចឹង3នាក់ដែលខិតទៅរកបន្ទាត់ក្រហមតែម្ដងនេះហ៊ានតែជន់បន្ទាត់ក្រហមគឺស្ពៃហើយលែងទទួលហើយបាទអញ្ចឹងត្រូវតែខិតខំប្រឹងប្រែងបាទបានទៅយកទៅណាដើម្បីជីវភាពនិងគ្រួសារខ្លួនឯងតើហេតុអីបានជាហើមបន្តិចបានបាទខ្ញុំធ្លាប់កាន់កាប់ដឹកនាំកីឡាករក៏ធ្លាប់ហើយកាន់កាប់ក្មេងៗប្រជាពលរដ្ឋអីដែលគាត់ធ្លាប់ដូចថាខ្វះខាតអីចឹងទៅដឹកនាំហៅគាត់ទៅខិតខំធ្វើការធ្វើងារទៅគាត់ធ្វើបានមួយថ្ងៃគាត់ស៊ីមួយថ្ងៃនឹងអស់សិនស្អែកឡើងបានគាត់ទៅខំទៀតបាទហើយយើងជាអ្នកដឹកនាំឈឺចាប់បាទខិតខំជំរុញគាត់ប្រឹងប្រែងជំរុញគាត់ឲ្យគាត់ទៅមុខតែគាត់មិនចង់ទៅមុខនេះមួយចំនួនទូចទេបាទប្រជាពលរដ្ឋយើងមួយចំនួនទូចទេបាទមិនធំនេះទូចទេប៉ុន្តែខ្ញុំជឿថាទៅមុខទៀតគាត់នឹងខិតខំប្រឹងប្រែងកែប្រែដើម្បីជីវភាពគ្រួសាររបស់គាត់ដែរយ៉ាងណាមិញដូចជាក្លឹបរបស់គ្រូរីគីអញ្ចឹងគ្រូរីគីគាត់ខំប្រឹងប្រែងណាស់អញ្ចឹងសូមផ្ដាំផ្ញើទៅបងប្អូនខិតខំប្រឹងប្រែងមែនទែនណាលោកគ្រូរីគីក៏គាត់ខិតខំបងប្អូនខិតខំគឺខំស្មារតីគ្នាគឺដំណើរការយើងទៅមុខអញ្ចឹងយើងបានល្បីបានលុយបាទបាទសូមអរគុណសូមជម្រាបលាបាទ